លោកត្រាំប្រកាសថា Caroline Levitt មនុស្សជំនិតរបស់លោកនឹងចាក់ចេញពីតំណែងប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាលោកស្រី Caroline Levitt នឹងចាក់ចេញពីតំណែងលេខាធិការសារព័ត៌មានសេតវិមាននៅចុងខែនេះដើម្បីចំណាយពេលវេលាជាមួយកូនតូចៗនិងក្រុមគ្រួសារនេះបើយោងទៅតាម BBC ចេញផ្សាយនៅថ្ងៃទី13ខែសីហាឆ្នាំ2026នេះលោក Trump បានហៅលោកស្រី Levitt ថាជាជំនួយការដែលអាចទុកចិត្តបំផុតនិងបាននិយាយថាលោកយល់និងគោរពចំពោះការដែលសម្រេចចិត្តរបស់នាងលោកបានបញ្ជាក់ថាលោកស្រី Levitt នឹងនៅតែជាទីប្រឹក្សាខាងក្រៅសំខាន់ម្នាក់និងជាសម្លេងដ៏មានឥទ្ធិពលនៅក្នុងគណៈបកសាធារណរដ្ឋលោកស្រី Levitt មានអាយុ28ឆ្នាំបានកាន់មុខតំណែងជាលេខាធិការសារព័ត៌មានសេតវិមានចាប់តាំងពីឆ្នាំមុននិងក្លាយជាមនុស្សដែលក្មេងជាងគេបំផុតដែលមិនធ្លាប់មាននៅក្នុងមុខតំណែងនេះរហូតមកទល់នឹងពេលនេះមិនទាន់មានការបញ្ជាក់ណាមួយថាអ្នកណានឹងឡើងមកជំនួសតួនាទីនិងតំណែងរបស់នាងនៅឡើយទេលោកស្រី Levitt បានសម្រាលកូនទី2កាលពីខែឧសភាស្វាមីរបស់នាងលោក Nicholas Ricio ហើយមានកូនប្រុសម្នាក់ទៀតអាយុ2ឆ្នាំនាងបានត្រឡប់មកធ្វើការវិញកាលពីខែមុនបន្ទាប់ពីឈប់សម្រាកលំហែមាតុភាពប្រហែល7សប្តាហ៍បើតាមការបញ្ជាក់របស់លោកស្រី Levitt ការសម្រេចចិត្តចាក់ចេញពីសេតវិមានគឺដោយសារតែនាងចង់ផ្ដល់ពេលវេលានិងការយកចិត្តទុកដាក់បន្ថែមដល់កូនតូចៗរបស់នាងទាំងពីរនាងបាននិយាយថាការធ្វើជាម្ដាយខណៈដែលការដែលកាន់តំណែងមានសម្ពាធខ្ពស់នៅសេតវិមានគឺជាបទពិសោធន៍ដ៏មានតម្លៃក៏ប៉ុន្តែជាបញ្ហាប្រឈមយ៉ាងខ្លាំងលោកស្រី Levitt មានប្រវត្តិធ្វើការជាមួយនឹងលោក Trump តាំងពីអាណត្តិដំបូងរបស់លោកដោយធ្លាប់ធ្វើជាជំនួយការលេខាធិការសារព័ត៌មាននិងជាអ្នកសរសេរសន្ទរកថាក្រោយមកនាងក៏បានធ្វើជានាយកទំនាក់ទំនងរបស់សមាជិកសភានៃសាធារណរដ្ឋ Elise Stefanik នៅឆ្នាំ2022លោកស្រី Levitt បានឈរឈ្មោះជាបេក្ខជនសភានៅក្នុងរដ្ឋ New Hampshire ក៏ប៉ុន្តែបានចាញ់លោក Chris ប្រប៉ាស់មកពីគណៈបកប្រជាធិបតេយ្យបន្ទាប់មកនាងក៏បានធ្វើជាអ្នកនាំពាក្យរបស់ MAGA មុនពេលចូលរួមក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ2024របស់លោក Trump ក្នុងតួនាទីជាលេខាធិការសារព័ត៌មានជាតិក្នុងកំឡុងពេលនៃការកាត់តំណែងលោកស្រី Levitt ត្រូវបានគេទទួលស្គាល់ថាមានជំហររឹងមាំក្នុងការការពារគោលនយោបាយរបស់លោក Trump និងជាញឹកញាប់តែមានការប៉ះទង្គិចគ្នាជាមួយអ្នកសារព័ត៌មានដោយនាងបានចោទថាមានភាពលំអៀងផ្នែកនយោបាយក្នុងកំឡុងពេលនៃការឈប់សម្រាកលំហែមាតុភាពរបស់នាងមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោក Trump រួមមានអនុប្រធានាធិបតីលោក JD Vance រដ្ឋមន្ត្រីការបរទេស Marco Rubio និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Deng Bukam បានឡើងធ្វើជាសន្និសីទសារព័ត៌មានជំនួសនាងលោក Stephen Miller គឺជាមន្ត្រីជាន់ខ្ពស់នៅសេតវិមាននិងជាមិត្តដ៏ស្និទ្ធស្នាលរបស់លោកស្រី Levitt បានសរសើរនាងថានាងជាគំរូនិងបាននិយាយថាអនាគតរបស់នាងទើបតែចាប់ផ្ដើមសេតវិមានមិនទាន់ប្រកាសនៅឡើយទេថាអ្នកណានឹងត្រូវបានជ្រើសរើសមកកាន់តំណែងជាលេខាធិការសារព័ត៌មានថ្មីរបស់លោក Trump ជំនួសលោកស្រី Levitt ខ្ញុំជួនអ្នកគ្រី MAJ TV ចាប់ផ្ដើមថ្ងៃថ្មីរបស់លោកអ្នកជាមួយនឹងទឹកពិសាសុខភាពអេយ៉ុងជប៉ុននេះគឺជាការធ្វើតេស្តឈាមរវាង10នាទីក្រោយងើបពីដំណេកពិសាកាហ្វេពិសាទឹកធម្មតានិងទឹកពិសាសុខភាពអេយ៉ុងជប៉ុនចរន្តឈាមក្រោយពីការពិសាទឹកសុខភាពអេយ៉ុងជប៉ុនមានដំណើរការរលូននិងគ្មានភាពស្អិតជាប់គ្នាឡើយទឹកបរិសុទ្ធអាល់កាឡាំងផលិតចេញពីបច្ចេកវិទ្យាប្រទេសជប៉ុនជួយបំពេញជាតិទឹកដល់រាងកាយគ្រប់គ្រាន់ល្អសម្រាប់សុខភាពគ្រួសាររបស់លោកអ្នកបរិភោគទឹកល្អទទួលបានសុខភាពល្អ